កងទ័ពជើងទឹករបស់ប្រទេសសៀមបានផ្សាយផ្ទាល់24ម៉ោងលើ24ម៉ោងតាមបណ្ដោយព្រំដែនកម្ពុជាសៀមដើម្បីឆ្លើយតបទៅនឹងការនិយាយពាក្យចចាមអារ៉ាមស្របពេលដែលស្ថានភាពនៅតាមបណ្ដោយព្រំដែនរវាងកម្ពុជាជាមួយនឹងសៀមនៅតែคล้ายទៅជាប្រធានបទដ៏ចាប់អារម្មណ៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរជាពិសេសគឺសម្រាប់ប្រជាពលរដ្ឋសៀមដែលធ្វើការរំអូសយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលសៀមដូច្នេះកងទ័ពជើងទឹករបស់ប្រទេសសៀមបានចាត់វិធានការមួយដែលគេចាត់ទុកថាវាពុំធ្លាប់មានពីមុនមកនោះទេដោយចាប់ផ្ដើមធ្វើការផ្សាយវីដេអូផ្ទាល់តែម្ដងនៅក្នុងរយៈពេល24ម៉ោងលើ24ម៉ោងហើយនឹងផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃពីច្រកត្រួតពិនិត្យសំខាន់ៗចំនួន3នៅតាមបណ្ដោយព្រំដែនជាប់នឹងប្រទេសកម្ពុជាយោងតាមការបញ្ជាក់របស់កងទ័ពជើងទឹករបស់ប្រទេសសៀមគោលបំណងសំខាន់នៃការផ្សាយផ្ទាល់នេះគឺដើម្បីបង្កើននូវតម្លាភាពនិងការផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋសៀមអាចតាមដានភាពជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនឲ្យបានគ្រប់ពេលវេលាការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថាអាជ្ញាធរសៀមកំពុងអនុញ្ញាតជាសម្ងាត់ឲ្យមានការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនទោះបីជាមានវិធានការរឹតបន្តឹងនៅតែមានជាធរមានក៏ដោយលោកអនុសេនីយ៍តូបារ៉ាតរតនឆៃផានអ្នកនាំពាក្យកងទ័ពជើងទឹករបស់ប្រទេសសៀមបានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ខាងលើនេះលោកបានបញ្ជាក់ថាព័ត៌មានដែលកំពុងផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមួយចំនួនដែលអះអាងថាកងទ័ពសៀមបានបើកឲ្យមានការឆ្លងកាត់នៅតាមបណ្ដោយព្រំដែនឡើងវិញជាសម្ងាត់ក្នុងខេត្តចន្ទបុរីនិងខេត្តត្រាតគឺជាព័ត៌មានមិនពិតទាំងស្រុងអ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថាការផ្សាយផ្ទាល់24ម៉ោងលើ24ម៉ោងនេះនឹងអនុញ្ញាតឲ្យសាធារណជនទូទៅអាចពិនិត្យមើលដោយខ្លួនឯងថាតើស្ថានភាពជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនមានលក្ខណៈបែបណាហើយថាតើមានការបើកច្រកឬការអនុញ្ញាតជាសម្ងាត់នៅរាល់សកម្មភាពដឹកជញ្ជូនតាមដែលការចោទប្រកាន់ឬក៏យ៉ាងណាជាការពិតទៅលើការប្រើប្រាស់និងការផ្សាយផ្ទាល់ជាសាធារណៈក្នុងរយៈពេល24ម៉ោងលើ24ម៉ោងវាគឺជាវិធីសាស្ត្រមួយដែលអាចជួយបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋនិងការកាត់បន្ថយការយល់ច្រឡំពីព័ត៌មានដែលកំពុងចរាចរនៅតាមបណ្ដាញសង្គមនានាទោះបីជាយ៉ាងណាក៏ដោយស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាសៀមនៅតែជាប្រធានបទដែលរសើបបំផុតមួយដែលទាក់ទាញការតាមដានយ៉ាងជិតស្និទ្ធពីប្រជាជននៃប្រទេសទាំងពីរនិងរដ្ឋាភិបាលនៃប្រទេសទាំងពីរដូច្នេះការផ្ទៀងផ្ទាត់ព័ត៌មានពីប្រភពផ្លូវការនិងការមើលអំពីស្ថានភាពជាក់ស្ដែងគឺជាកត្តាសំខាន់នៅក្នុងការកាត់បន្ថយព័ត៌មានមិនពិតនិងការភ័ន្តច្រឡំនៅក្នុងសង្គមសម្រាប់ពេលនេះកងទ័ពជើងទឹករបស់ប្រទេសសៀមនៅតែអះអាងយ៉ាងដាច់អហង្ការថាការគ្រប់គ្រងតាមបណ្ដោយព្រំដែននៅតែអនុវត្តតាមវិធានការដែលបានកំណត់ហើយមិនមានការបើកច្រកដោយសម្ងាត់ដូចជាការចោទប្រកាន់នៅលើបណ្ដាញសង្គមនានានោះទេ